ជំរាបសួរបងប្អូនមែនតើបច្ចុប្បន្ននេះដុល្លារកំពុងតែខ្លាំងហើយខ្លាំងរហូតដល់ទៅ3ចំណុចដែលយើងយកមកជជែកគ្នាណាប៉ុន្តែយើងមានព័ត៌មានដែលបងប្អូនមានការភ័ន្តច្រឡំតិចតេតិនជាមួយនឹងការផ្សាយចេញរបស់ CNN ផងនិងមានការបកប្រែជាភាសាខ្មែរផ្សាយដោយកសែតធំរបស់យើងហ្នឹងគឺកោះសន្តិភាពដែរបម្រើប្រិមិត្តរបស់យើងរាប់សិបឆ្នាំហើយអ្នកដែលមានការយល់ច្រឡំហ្នឹងមិនមែនជាអ្នកផ្សាយទេគឺជាអ្នកដែលស្ដាប់និងអ្នកអានប៉ុន្តែខ្ញុំក៏ឆ្ងល់ប្រិមិត្តរបស់ខ្ញុំដែរព្រោះនេះខ្ញុំបានដកស្រង់ចេញពីរបាយការណ៍ស្រាវជ្រាវដែលខ្ញុំបានជំរាបពុកជូនបងប្អូនពីម្សិលមិញរួចទៅហើយហើយជារបាយការណ៍ស្រាវជ្រាវពីស្ថាប័នធំផងដែលមានឈ្មោះថា OMFIF ហើយក្នុងនេះយើងបាននិយាយថាគេបង្ហាញរហូតដល់ទៅ10ចំណុចក្នុងចំណុចដែលមួយនៅក្នុងចំណោម10ហ្នឹងត្រូវបានគេយកមកផ្សាយតាមរយៈ CNN ហើយនៅកោះសន្តិភាពក៏បានផ្សាយដែរតេតិនជាមួយនឹងការលក់ចេញនៃប្រាក់ដុល្លារតាមរយៈបណ្ដាធនាគារគ្រាន់ថានៅពេលដែលបងប្អូនអានកសែតកោះសន្តិភាពក៏ផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលវាខុសបន្តិចណាពីព្រោះធនាគារកណ្ដាលដែលគេសម្ដៅគឺធនាគារកណ្ដាលជុំវិញពិភពលោកជាពិសេសនៅលើបន្ទាប់ដែលកំពុងតែចែកប្លុកគ្នាឬក៏កំពុងរំកិលខិតចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុថ្មីដែលបង្កើតដោយចិនផ្ទាល់ផងនិងបង្កើតដោយសម្ព័ន្ធ BRICS ផងគឺជាអ្នកដែលបារម្ភអំពីការគ្រោះថ្នាក់អំពីការដាក់ទណ្ឌកម្មឬក៏ការដំឡើងពន្ធឬក៏ការធ្លាក់ចុះនៃប្រាក់ដុល្លារតាមគោលនយោបាយបោករបស់ប្រាក់ដុល្លារធ្វើឲ្យគោលនយោបាយរូបិយប័ណ្ណវត្ថុរបស់គេនឹងធ្លាក់ចុះអញ្ចឹងមិនមែនធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកលក់ទេណាមិនមែនលក់ដុល្លារទេហើយដុល្លារគឺជាទ្រព្យសម្បត្តិតែមួយគត់ដ៏ធំបំផុតនិងជាអាវុធស្មើមេឃរបស់សហរដ្ឋអាមេរិកទៅហើយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចប្រសិនបើដុល្លារដួលរលំមានតែប្រព័ន្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងដួលរលំហើយខ្ញុំនឹងប្រាប់បងប្អូនថាពេលនេះគឺជាពេលវេលារបស់ដុល្លារនៅក្នុងពេលបច្ចុប្បន្ននេះគណៈដែលមានកំពុងតែនឹងរងគ្រោះនៅក្រោម3មូលហេតុដែលបងប្អូនអាចនឹងស្ដាប់បាទអញ្ចឹងសហរដ្ឋអាមេរិកគឺត្រូវការលក់បានបំណុលហើយបើសិនជាសហរដ្ឋអាមេរិកលក់ប្រាក់ដុល្លារចេញហើយអត់ទិញនៅទ្រព្យសម្បត្តិផ្សេងយកមកបង្កទុកចុះអ្នកណាទិញប្រាក់ដុល្លារសហរដ្ឋអាមេរិកមិនសហរដ្ឋអាមេរិកបាសជើងហើយអញ្ចឹងសម្រាប់ប្រិយមិត្តដែលគាត់ឆាតសួរដែលគាត់ឆ្ងល់តាម YouTube ហើយក៏សួរច្រើនដងដីដែរណាអាចយកទៅពិចារណាត្រឹមតែចំណុចហ្នឹងទៅយើងដឹងហើយតើសម្បត្តិដ៏ធំរបស់សហរដ្ឋអាមេរិកគឺប្រាក់ដុល្លារមិនមែនត្រឹមតែជាលុយទេគឺជាតំណែងដែលជួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកអាចបោះពុំលុយទៅតាមតម្រូវការរបស់ពិភពលោកត្រូវការបើកាន់តែច្រើនសហរដ្ឋអាមេរិកបោះពុំកាន់តែច្រើនយ៉ាងផងដែរអញ្ចឹងកន្លែងនេះប្រហែលជាយើងយល់ច្រឡំអំពីក្បាលរបស់ព័ត៌មាននិងការផ្សាយចេញរបស់ CNN ដែលគាត់ដកស្រង់ការស្រាវជ្រាវរបស់ស្ថាប័នធំមួយដែលយើងហៅកាត់ថា OMFIF ទៅស្ដាប់ព័ត៌មានពីម្សិលមិញព័ត៌មានពីម្សិលមិញមានអ្នកមើលបាន 3K 3K.4 អញ្ចឹងតែជាវារំលងសម្រាប់ប្រិយមិត្តដែលគាត់ស្ដាប់អមបានពេញនេះឥឡូវយើងនិយាយអំពីប្រាក់ដុល្លារបន្តិចខ្ញុំចង់ឲ្យបងប្អូនយល់បន្តិចថាប្រាក់ដុល្លារនៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំប្រើពាក្យថារជ្ជកាលដដែលមានប្រិយមិត្តមួយក៏បានប្រាប់ខ្ញុំគាត់និយាយត្រឹមត្រូវអត់ខុសទេគាត់និយាយថាពាក្យថារជ្ជកាលគេប្រើសម្រាប់ស្ដេចអាហ្នឹងក៏ខ្ញុំក៏ដឹងដែរប៉ុន្តែដោយសារតែសម័យពិភពលោកភាវូបនីយកម្មការប្រើពាក្យវាមានការកែប្រែឥឡូវរបស់ខ្លះវាសោយរាជចំនួនមនុស្សអញ្ចឹងណាអញ្ចឹងគេយកពាក្យហ្នឹងទៅប្រើពាក្យរជ្ជកាលដែលបើសួរថាឲ្យត្រូវវាមិនត្រូវគឺខុសតែម្ដងចឹងណាមិញក៏សូមអរគុណដែរណាចំពោះប្រិយខ្ញុំកាត់បន្ថយប្រើពាក្យនឹងច្រើនណាស់ថ្ងៃនេះខ្ញុំនិយាយពាក្យនឹងចេញមកតែជិលលុបវីដេអូក៏ប្រាប់ថាខុសទៅឲ្យបងប្អូនដឹងខ្លួនឯងថាខ្ញុំគឺខុសបងប្អូនតែបងប្អូនដឹងថាខ្លួនឯងខុសគឺដឹងខ្លួនឯងថាខ្ញុំនិយាយពាក្យនឹងវាខុសឥឡូវយើងនិយាយពីប្រាក់ដុល្លារបន្តិចប្រាក់ដុល្លារនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺជាពេលវេលារបស់វាហើយដោយសារតែគោលនយោបាយផ្លាស់ពីលោក Kevin Walsh គាត់ឡើងកាន់តំណែងអ្នកតម្លៃរបស់ប្រាក់ដុល្លារគេជឿជាក់ថាមានការកើនឡើងថ្លៃតាមគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលអាចត្រឹមតែរក្សាអត្រាការប្រាក់ឬក៏អាចនឹងដំណើរអត្រាការប្រាក់រហូតដល់3ដងអញ្ចឹងនៅពេលដែលដំណើរអត្រាការប្រាក់គឺប្រាក់ដុល្លារឡើងពេលខ្លះដុល្លារឡើងធៀបជាមួយនឹងមាសក៏ឡើងដូចគ្នាដែរនៅក្នុងឆ្នាំ2022អញ្ចឹងចំណុចនេះប្រាក់ដុល្លារឡើងធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងដែលសហរដ្ឋអាមេរិកដែលគេប្រើប្រាស់ក្នុងការជួញដូរទិញតំណែងឬក៏រូបិយប័ណ្ណដែលមិនត្រូវបានប្រើប្រាស់ជាអន្តរជាតិហើយមិនអាចជួយទៅដល់សេដ្ឋកិច្ចរបស់ខ្លួនតាមរយៈអន្តរជាតិព្រោះតែការទិញតំណែងទិញត្រូវការដូរលុយដុល្លារនៅពេលដែលសហរដ្ឋអាមេរិកដំណើរការប្រាក់រូបិយប័ណ្ណហ្នឹងមិនបន្តធ្លាក់ចុះថែមដូចជារូបិយប័ណ្ណរបស់កូរ៉េរូបិយប័ណ្ណរបស់ប្រទេសជប៉ុនតែឥឡូវនេះយើងឃើញជប៉ុនបានចាក់បញ្ចូលសាច់ប្រាក់របស់ខ្លួនទៀតហើយជាបទអន្តរាគមន៍
ចែកចូលសាច់ប្រាក់ជាប្រាក់ដុល្លារនៅក្នុងជាទុនបម្រុងរបស់ខ្លួនចូលក្នុងសេដ្ឋកិច្ចដើម្បីកុំឲ្យលុយរបស់ប្រទេសជប៉ុនហ្នឹងធ្លាក់ចុះទៅទៀតឬក៏ទៅដល់ប្រទេសផ្សេងទៀតដូចជាប្រទេសថៃឥណ្ឌូដែលគាត់មានសេដ្ឋកិច្ចឬក៏ទុនទៀតត្រូវការពឹងផ្អែកទៅលើសេដ្ឋកិច្ចនៃប្រាក់ដុល្លារអញ្ចឹងទៅគឺរងអត្តពលតាមតម្លៃអត្រាការប្រាក់បើចិនគាត់បានចាប់ផ្ដើមជិះពីការជួញដូរប្រើប្រាក់ដុល្លារច្រើនខ្លាំងជាពិសេសតែជួញដូរជាមួយរុស្ស៊ីជួញដូរជាមួយនឹងពួកអាស៊ីខាងលិចនៅបច្ចិមបូព៌ាដែលកំពុងតែកើតនិងបណ្ដាប្រទេសផ្សេងសូម្បីតែឲ្យប្រាក់កម្ចីនឹងចិនក៏ឲ្យប្រាក់ជាប្រាក់យួនដែរតែសងមកវិញជាប្រាក់ដុល្លារមួយចំនួនខ្លះហើយយើងអាចឃើញឡាយបានអញ្ចឹងទីមួយគឺតាមរយៈគោលនយោបាយនៃការដំឡើងអត្រាការប្រាក់របស់លោក Kevin Ross ដែលអ្នករំពឹងទុកជាអ្នកវិនិយោគឬក៏ពួក strategy reserve ពួកអ្នកដែលផ្លាស់ប្ដូរទុនបម្រុងរបស់ខ្លួនជាពួកហិរញ្ញវត្ថុផ្សេងៗហ្នឹងគេនឹងចាប់ផ្ដើមទិញប្រាក់ដុល្លារច្រើនដើម្បីធ្វើឲ្យរូបិយប័ណ្ណឬក៏ទ្រព្យសម្បត្តិរបស់គេដែលគេពវល់ណាអ្នកមាននឹងការពវល់ទ្រព្យសម្បត្តិរបស់គេពីកន្លែងថោកទៅកន្លែងថ្លៃពីកន្លែងថ្លៃទៅកន្លែងថោកគ្រាន់តែគេដូរដុល្លារមកលុយខ្មែរខ្ញុំនិយាយដែរគេនៅតែបើកប្រាក់ខែឲ្យកម្មករបានអញ្ចឹងពួកហិរញ្ញវត្ថុឬក៏ពួក strategy reserve ពួកយុទ្ធសាស្ត្រពួកយុទ្ធសាស្ត្រទុនបម្រុងគឺនឹងចាប់ផ្ដើមបដូរផ្លាស់រូបិយប័ណ្ណឬក៏ទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនឬក៏លក់មួយចំនួនហ្នឹងទៅដើម្បីទៅទិញប្រាក់ដុល្លារទុកដែលកាលពីប្រហែលខែមុនយើងឃើញមានការលក់ប្រាក់ដុល្លារចេញដើម្បីទៅទិញ commodity មួយចំនួនដូចជា digital currency ដែលពួក Bitcoin crypto ឬក៏ផ្សេងទិញមាសចឹងទៅហើយពួកហ្នឹងបាត់លឿនជាងគេអញ្ចឹងឥឡូវយើងឃើញពួក digital currency ហ្នឹងបាសជើងណាអញ្ចឹងការលក់ពួកអ្វីដែលខាតយកមកទុកនៅអ្វីដែលថ្លៃគឺជាគោលនយោបាយរបស់អ្នកវិនិយោគមួយចំនួនធំឬក៏លុយធំដែលយើងអាចដឹងថាតាមគោលនយោបាយហិរញ្ញវត្ថុរបស់លោក Kevin Ross យើងអាចមើលដឹងថាប្រាក់ដុល្លារគឺការឡើងថ្លៃហ្នឹងរឿងទី1រឿងទី2គឺតើតើជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់ខ្លួនឯងបើទោះបីជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងកំណើនយឺតខ្ញុំសូមបញ្ជាក់ស្ថិតនៅក្នុងកំណើនយឺតរង្វង់ 1% ជាង 2% ជាងក្តីនៅក្នុងរង្វង់ហ្នឹងនៅក្នុងឆ្នាំ2026ប៉ុន្តែយើងអាចមើលឃើញថាការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងភាពប្រសើរអ្នកស្ដាប់ខ្ញុំប្រហែលជាធ្លាប់ឮហើយគឺអត្រាអត់ការងារធ្វើ 4.3% របស់សហរដ្ឋអាមេរិកដែលវាវិលចុះវិលឡើងហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺទប់ឲ្យបាន 4.4% គឺបានណាសម្រាប់អតិផរណារបស់សហរដ្ឋអាមេរិកកាលពីមុន 2%ឥឡូវលោក Kevin Ross គាត់ឡើងកាន់តំណែងគាត់កំណត់ត្រឹម 2.9% អញ្ចឹងហៅថាបានតែទៀតហើយតែដូចជាមួយនឹងការកាត់បន្ថយតែកាត់អត់ទេរួមជាមួយនឹងសេដ្ឋកិច្ចដែលមានលំនឹងទៅលើការទប់នៅអតិផរណាទៅលើការទប់នៅសេចក្តីអត់ការងារធ្វើរបស់ពលរដ្ឋសហរដ្ឋអាមេរិកដែលយើងអានទិន្នន័យជារៀងរាល់ថ្ងៃជារៀងរាល់សប្តាហ៍ដែលខ្ញុំតែងតែអានជូនបងប្អូនណាយើងឃើញមកមានភាពរឹងមាំសូម្បីតែការដឹកចេញដឹកចូលឬក៏ការបញ្ជាទិញរបស់សហរដ្ឋអាមេរិកក៏ស្ថិតនៅក្នុងភាពរឹងមាំដែរមិនស្ថិតនៅក្នុងភាពរីកចម្រើនតែរឹងមាំដែលបច្ចុប្បន្ននេះរឿងដែលជ្រងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាងគេគឺ AI បច្ចេកវិទ្យាសិប្បនិម្មិតសម័យទំនើបដែលផ្សារហ៊ុនរបស់ AI បានកើតលុយជុំវិញពិភពលោកមិនកើតលុយដល់ពលរដ្ឋសហរដ្ឋអាមេរិកទេពលរដ្ឋខ្មែរក៏មានអ្នកទៅទិញហ៊ុនផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកដែរកើតលុយហើយគេសង្ងំកើតលុយជាងទសវត្សរ៍ទៅហើយតែទៅជាមួយនឹងការវិនិយោគណាហើយអ្នកដែលគាត់ទិញហ្នឹងក៏មិនមែនជាអ្នកតូចទេជាអ្នកធំនៅក្នុងស្រុកខ្មែររបស់យើងតែមកស្រុកខ្មែរយើងបង្កើតផ្សារហ៊ុនរបស់យើងមិនទាន់មានចរន្តដោយផ្សារហ៊ុនគេទេអញ្ចឹងការបង្កើតផ្សារហ៊ុនគឺវាប្រកួតប្រជែងគ្នាខ្លាំងសូម្បីតែវៀតណាមក្នុងពេលបច្ចុប្បន្នហ្នឹងក៏តាក់ទាញអ្នកវិនិយោគបរទេសទៅទិញផ្សារហ៊ុនរបស់វៀតណាមនិងការជួញដូររបស់វៀតណាមក៏ច្រើនអញ្ចឹងសម្រាប់សហរដ្ឋអាមេរិកបច្ចេកវិទ្យា AI កំពុងតែស្រូបលុយជុំវិញពិភពលោកបើទោះបីជាការអភិវឌ្ឍឬក៏គម្រោងមួយចំនួនរបស់ AI កំពុងតែបង្កើនបំណុលទៅលើការវិនិយោគរបស់ខ្លួនខ្លាំងណាដែលគេបារម្ភហើយគេជឿជាក់ថាវាអាចនឹងមានពពុះទៅលើវិស័យ AI ទៅលើការវិនិយោគប៉ុន្តែវានៅតែដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករឿងដែលធ្វើឲ្យយើងដឹងឃើញថាសេដ្ឋកិច្ចដែលរឹងមាំទោះបីនៅក្នុងកំណើនយឺតស្ដាប់ឲ្យច្បាស់ណាសេដ្ឋកិច្ចដែលរឹងមាំនៅក្នុងកំណើនយឺតដែលកំពុងតែប្រឈមជាមួយនឹងវិបត្តិបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកអនុភាពថវិការួមជាមួយនឹងអនុភាពពាណិជ្ជកម្មបូកជាមួយនឹងបំណុលរបស់ពលរដ្ឋសហរដ្ឋអាមេរិកក្តីការធ្លាក់ចុះការបិទមកតាមប្រមាណប៉ុន្តែសេដ្ឋកិច្ចនៅអាចទ្រទ្រង់បានយើងស្គាល់ពាក្យថាសេដ្ឋកិច្ចអាចទ្រទ្រង់បានហើយព្រោះយើងស្ដាប់អ្នកនយោបាយខ្មែរយើងស្ដាប់អ្នកវិភាគឯកទេសសេដ្ឋកិច្ចរបស់ខ្មែរគេប្រើពាក្យថាប្រទេសកម្ពុជាស្ថិតនៅក្នុងសេដ្ឋកិច្ចដែលរឹងមាំទ្រទ្រង់បានស្ថិតនៅក្នុងកំណើនធ្លាក់ចុះយឺតក្តីអញ្ចឹងសហរដ្ឋអាមេរិកដូចគ្នាដែរគ្រាន់តែយើងដឹងថា
សេដ្ឋកិច្ចដែលល្អសម្រាប់ប្រទេសដែលជឿនលឿនហើយតែ3%គឺរីកចម្រើនខ្លាំងហើយបើសិនជាសេដ្ឋកិច្ចដែលទៅតែស្ថិតនៅក្នុងកំណើនទាបណាសេដ្ឋកិច្ចក្នុងកំណើនមធ្យមតែក្រោម 5% ប្រវេប្រវាស់ហើយគឺបែបហ្នឹងមកគេនិយាយថាប្រទេសកម្ពុជាស្ថិតនៅក្នុងកំណើនសេដ្ឋកិច្ច 7% សบายចិត្តចុះតែបើស្ថិតនៅក្នុងត្រង់ 5% មានថាមធ្យមទេអាចធ្លាក់ឬក៏ទៅមុខហើយបើគេនិយាយថាក្រោម 5% មក 4% មក 3% អាហ្នឹងស្ថិតនៅក្នុងខ្សោយហើយតែបើ 0% គឺជាប់គាំងបាត់នេះគឺជាចំណុចទី2ដែលតេតើជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចំណុចទី3គឺតេតើជាមួយនឹងគោលនយោបាយចង់នាំចូលថោកផងដែរណាតែវាប្រឈមមុខនឹងបញ្ហាមួយគឺតេតើជាមួយនឹងការនាំចេញរបស់សហរដ្ឋអាមេរិកថ្លៃនៅពេលដែលសហរដ្ឋអាមេរិកទាញប្រាក់ដុល្លារឲ្យថោកដូចនេះការនាំចូលទំនិញពីខាងក្រៅថ្លៃធ្វើអតិផរណាប្រឈមសម្រាប់សហរដ្ឋអាមេរិកតែបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែទាញប្រាក់ដុល្លារឲ្យថ្លៃដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអតិផរណាមិនត្រឹមតែរឿងប្រព័ន្ធលុយនៅក្នុងសេដ្ឋកិច្ចបំបត្តិនៅតម្រូវការទំនិញរបស់ពលរដ្ឋសហរដ្ឋអាមេរិកដែលធ្វើឲ្យតម្លៃទំនិញមិនអាចឡើងបានទេក៏វាធ្វើឲ្យអ្នកដែលនាំទំនិញចូលមកលក់នៅក្នុងសហរដ្ឋអាមេរិកខាតបង់ជាមួយនឹងអត្រាការប្រាក់របស់គេផងដែរធៀបជាមួយនឹងរូបិយប័ណ្ណរបស់គេនិងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកចំណេញទៅលើទំនិញនាំចូលទំនិញថោកប៉ុន្តែការនាំចេញទៅវិញអាចនឹងថ្លៃតែដោយនិយាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្នពឹងពាក់ទៅលើសេវាកម្មខ្លាំងជាងផលិតកម្មជាពិសេសគឺបច្ចេកវិទ្យា AI នៅក្នុងចំណុច3ហ្នឹងដែលបាននិយាយហើយបងប្អូនអាចទៅស្ដាប់ Kevin Ross គាត់និយាយបានពីម្សិលមិញហើយបងប្អូនអាចទៅស្ដាប់រឿងកន្លងមកដែល Scott Bassett គាត់និយាយណាពីតួអង្គពីរហ្នឹងគឺជាអ្នកដែលបងប្អូនត្រូវតែតាមដានស្ដាប់ជាងគេអំពីគោលនយោបាយសហរដ្ឋអាមេរិកមាសបាក់ជើងដុល្លារឡើងក៏ពីរអ្នកហ្នឹងដែរក្នុងពេលបច្ចុប្បន្នយើងបំភ្លេចលោកជូរ៉ុមពូវចោលទៅព្រោះគាត់ទៅបាត់ហើយបច្ចុប្បន្នក៏បំភ្លេចលោក Trump ទៅដែរព្រោះលោក Trump ចិត្តដល់ពេលវេលាណាមួយសំគួរបន្ថែមទៅទៀតណាហើយយើងនឹងទៅមើលរឿងថ្មីដែរអាចនឹងកើតអញ្ចឹងនៅក្នុងពេលបច្ចុប្បន្នតើទៅជាមួយប្រាក់ដុល្លារគឺជាពេលវេលារបស់ប្រាក់ដុល្លារនៃការដំឡើងអត្រាការប្រាក់ដូចក្នុងឆ្នាំ2022និងក្នុងឆ្នាំ2023ហើយក៏ជាពេលវេលាដែលមាសកំពុងតែសង្ងំរងចាំការអត់ទ្រាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករួមជាមួយនឹងបញ្ហារបស់ពិភពលោកទាំងមូលផងដែរយ៉ាងណាមិញអ្វីដែលខ្ញុំជម្រាបជូននេះគឺជាការជម្រាបជូនពី Page Effectory News និងសុភាវគតិសូមអរគុណដដែលជាដដែលម្ដងទៀតទៅដល់ប្រិយមិត្តរបស់Effectory News នៅតាម YouTube ដែលតែងតែផ្ដល់ comment ល្អសម្រាប់ខ្ញុំមើល comment មានកម្លាំងខ្ញុំអរគុណច្រើនណាមួយរយៈនេះខ្ញុំធ្វើវីដេអូតិចណាស់ដែលដោយសារតែ comment របស់អ្នកទាំងអស់គ្នានៅក្នុង YouTube ធ្វើឲ្យខ្ញុំសប្បាយចិត្តក្នុងការធ្វើវីដេអូឡើងវិញសូមអរគុណសូមជម្រាបលា